បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានទូរស័ព្ទ iPhone 8 Plus បាទ iPhone 8 Plus វាជាប់បែបនេះបាទចេញអក្សរថា iPhone is disabled connect to iTunes អានេះដោយដំបូងគឺវាជាប់កូដដៃណាបាទហើយម្ចាស់គាត់ផ្លេចលេខកូដគាត់ចេះចុចទៅរាវបរោះចុះឡើងទៅយូរទៅវាជាប់ទៅបែបនេះបាទអញ្ចឹងមានន័យថាទោះបីជាម្ចាស់រនឹកលេខកូដឃើញក៏មិនអាចវាយបានទៀតដែរវាតម្រូវឲ្យយើងភ្ជាប់ទូរស័ព្ទហ្នឹងទៅ iTunes ដើម្បី restore program សាថ្មីហើយបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលពីវិធី restore iPhone 8 Plus នេះបាទអញ្ចឹងតោះយើងមើលទៅលើអេក្រង់កុំព្យូទ័របាទយើងមិនបាច់ប្រើ iTunes ទេเนาะយើងប្រើ 3U Tool វិញព្រោះ 3U Tool ដូចងាយបាទយើងបើកកម្មវិធីអញ្ចឹងមកបាទអញ្ចឹងយើងបន្លត់ទូរស័ព្ទសិនពេលបន្លត់ហ្នឹងកុំអាចដោតដួយ USB ពីកុំព្យូទ័រមកភ្លាមត្រូវរងចាំវាមកសន្ទុះសិនដើម្បីឲ្យវារលត់ឲ្យស្ងប់ទីសិនបាទយើងស្មានមើលថាប៉ុណ្ណឹងប្រហែលជាល្មមហើយស្ងប់ហើយអញ្ចឹងយើងចុចpower 1បាទចុច power 1បូកជាមួយនឹង volume ចុះក្រោមបាទចុច2នឹងឲ្យជាប់ណាបាទចុច2នឹងឲ្យជាប់ហើយដុតដូច USB ចូលមកហើយតប់ឲ្យយូរតិចទៅរហូតដល់ទូរស័ព្ទនឹងវាលោតចូលទៅជា recovery modeបាទនេះបងប្អូនគឺចេញរូបបែបនេះឯងគេហៅ recovery mode ហើយយើងមើលទៅលើអេក្រង់កុំព្យូទ័រទៅបាទយើងឃើញមានវាចាប់បានវាថានេះ device connected បាទក្នុង recovery mode ចឹងបាទអញ្ចឹងយើងចុចលើប៊ូតុង go flash ហ្នឹងទៅបាទហើយយើងឃើញមានកន្លែងនេះអក្សរពណ៌បៃតងថា download dit នេះគឺមានន័យថាបាន download firmware វារួចហើយតាមពិតបើសិនជាវាមិនទាន់ download ទេបងប្អូនមើលមកលើនេះបន្តិចជាឧទាហរណ៍ណាបាទបើមិនទាន់ download ទេវាចេញអក្សរពណ៌ទឹកក្រូចអញ្ចឹងដាក់ថា undownload អញ្ចឹងយើងចុចលើប៊ូតុង download ទៅណាបើសិនជាបងប្អូនមិនទាន់បាន download firmware វាណាបាទប៉ុន្តែនេះយើងបាន download រួចហើយបាទអញ្ចឹង download រួចស្រេចហើយអញ្ចឹងយើងកលេចមើលមកក្រោមបើសិនជាយើងដាក់ tick ទុកនៅកន្លែង retain user data នេះគឺមានន័យថារក្សាទិន្នន័យរបស់ម្ចាស់អញ្ចឹងបើយើង tick កន្លែងនេះរូបថតបាទវីដេអូនៅដដែលមែនក៏ប៉ុន្តែអាកូដដៃហ្នឹងក៏នៅដដែលដែរអត់មានដាច់ទេណាបាទអញ្ចឹងដើម្បីផ្ដាច់កូដដៃយើង tick មកអានេះ quick flash mode បាទបងប្អូន tick មកអាទី2នេះមកបាទ quick flash mode រួចចុចលើប៊ូតុង flash បាទចុចលើប៊ូតុង flash ទៅវាចេញផ្ទាំងថ្មីមួយមកអញ្ចឹងយើងចុចលើប៊ូតុង flash មួយតង់ទៀតទៅបាទប៉ុណ្្នឹងឯងហើយយើងរងចាំវារហូតដល់វា write firmware នឹងចប់បាទ
បាទបងប្អូនឥឡូវការ restore firmware ថ្មីរបស់យើងគឺបានបញ្ចប់សពគ្រប់ហើយណាបាទបានដោយជោគជ័យបាទឥឡូវយើងចុចមើលទូរស័ព្ទយើងបាទបន្ទាប់ពី restore firmware ហើយគឺវាចេញបានប៉ុណ្ណឹងអញ្ចឹងយើងអាចចុច activate ចុច next ទៅមុខអីនេះគេហៅ activate វាបាទ activate ដោយលើទូរស័ព្ទក៏បាន activate តាមកម្មវិធី 3U Tool យើងនោះតែម្ដងក៏បានដែរឥឡូវយើងចុចលើកម្មវិធី 3U Tool មើលណាបាទចុចប៊ូតុង OK ទៅបាទហើយយើងចុចលើប៊ូតុង iDevice នេះបាទ iDevice យើងឃើញទូរស័ព្ទវាស្គាល់ហើយអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះ activate នេះបាទវាថា no ណាអត់ទាន់ activate ទេអញ្ចឹងយើងចុចលើអក្សរ QQ នេះ activate now នេះបាទចុចទៅបាទហើយចុច start ទៀតទៅបាទចាំមើលតើវាមានជាប់ iCloud អត់ជាទូទៅតើកាលណាម្ចាស់មានដាក់ iCloud បន្ទាប់ពីយើង restore ហើយវាប្រកាសជាទាមទារ iCloud របស់ម្ចាស់ហើយបាទនេះគឺពិតជាមានជាប់ iCloud មែនបាទប៉ុន្តែត្រង់ចំណុចនេះណាបើសិនជាម្ចាស់អត់មាន login iCloud ចូលមកទូរស័ព្ទនេះទេបន្ទាប់ពីយើង restore រួចចុចប៊ូតុង activate នឹងទៅគឺវាប្រកាសជាចូលដល់ program ដោយរលូនហើយអត់មានទាមទារ Apple ID បែបនេះទេបាទនេះទីបែបនេះគឺមានន័យថាគេហៅជាប់ iCloud នោះណាបាទជាប់ iCloud ជាប់ Apple ID នោះបាទអញ្ចឹងអានេះយើងទុកឲ្យម្ចាស់អ្នកវ័យចោះព្រោះម្ចាស់គាត់ដឹងហើយរឿងនេះណាបាទរបស់គាត់ដឹង Apple ID របស់គាត់ហើយអូឈប់បងប្អូនយើងនេះបន្តិចទៀតបាទឥឡូវយើង activate តាម 3U Tool យើងឃើញជាប់អញ្ចឹងចាំមើលយើង activate បញ្ជាក់តាមទូរស័ព្ទបន្តិចណាបាទតើវាជាប់ Apple ID វាចេញបែបម៉េចនៅលើទូរស័ព្ទបាទយើងភ្ជាប់ Wi-Fi ឲ្យវាទៅចាញ់បាទវាកំពុងតែព្យាយាមភ្ជាប់ Wi-Fi ហើយបាទកន្លែងនេះគឺព្យាយាមបញ្ជូនទិន្នន័យរបស់ទូរស័ព្ទទៅក្រុមហ៊ុន Apple ទៅ server របស់ Apple ហ្នឹងចាំមើលខាង server គេចាប់បានគេថាអូមាន iCloud អញ្ចឹងគេបញ្ជូនព័ត៌មានមកវិញថានេះ iCloud វាជាប់ផ្ដើមដោយអក្សរបែបនេះអញ្ចឹងណា @gmail.com អញ្ចឹងទៅអញ្ចឹងទូនាទីរបស់ម្ចាស់ពេលគាត់មកដល់គឺគាត់នឹងវាយ Apple ID បញ្ចូលបាទ ID នេះហើយ password មកបាទតែប៉ុណ្្នឹងហើយគាត់ចុច next នេះបាទប៉ុណ្្នឹងហើយចុច next នៅខាងលើនេះទៅគឺវាទទួលស្គាល់ថាជារបស់គាត់ពិតប្រាកដអីចឹងទៅណាបាទហើយវាទៅដំណើរការចូលដល់មនុយ program របស់ទូរស័ព្ទហើយបាទអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនបាទអញ្ចឹងសូមជម្រាបលាត្រឹមប៉ុណ្្នឹងចោះបាទអរគុណច្រើនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទ